ពេលនេះខ្ញុំនៅលើទូកសម្ដៅទៅកោះរហស្ថានមួយនៅប៉ាស៊ីហ្វិកខាងត្បូងហើយខ្ញុំនឹងត្រូវគេទុកចោលនៅទីនេះដើម្បីរស់រានមានជីវិតម្នាក់ឯងរយៈពេល5ថ្ងៃទោះបីជាមើលមួយផ្លែតកោះនេះដូចជាឋានសួគ៌តំបន់ត្រូពិកក៏ដោយតែធម្មជាតិពិតរបស់វាគឺសាហាវណាស់ដើម្បីរស់ក្នុងសប្តាហ៍នេះខ្ញុំត្រូវរកចំណីអាហារដោយខ្លួនឯងស្វែងរកប្រភពទឹកសាបបង្កើតភ្លើងពីវត្ថុធាតុដើមនៅក្នុងព្រៃនេះនិងសង់ជម្រកដើម្បីការពារខ្លួនពីភ្លៀងធ្លាក់ខ្លាំងនេះជាបទពិសោធន៍ដ៏លំបាកបំផុតមួយក្នុងជីវិតរបស់ខ្ញុំតែវាក៏បានផ្លាស់ប្ដូរខ្ញុំឲ្យក្លាយជាមនុស្សរឹងមាំជាងមុនដែរអូជួបគ្នាពេលក្រោយគ្នាដទៃពួកគាត់ទៅបាត់ហើយជិតមួយសប្តាហ៍ទៀតទើបត្រឡប់មកវិញតោះចាប់ផ្ដើមការផ្សងព្រេងនេះទៅទីនេះនឹងក្លាយជាផ្ទះរបស់ខ្ញុំសម្រាប់5ថ្ងៃខាងមុខគួរតែដើរមើលជុំវិញសិនដើម្បីដឹងថាមានអ្វីខ្លះនេះជាឆ្នេរដែលខ្ញុំទើបតែចុះមកហើយវាជាឆ្នេរធំជាងគេនៅលើកោះនេះអស់អណ្តែតទឹកនៅពីពេញទីនេះទឹកសមុទ្រខៀវស្រងាត់តែម្ដងវាជាឆ្នេរដ៏ស្អាតបំផុតមួយដែលខ្ញុំធ្លាប់ឃើញហើយវាថាឆ្នេរអ្នកជាប់កោះទៅចុះបន្ទាប់មកគឺព្រៃដ៏ធំល្វឹងល្វើយនៅចំកណ្ដាលកោះខ្ញុំមិនដឹងថាព្រៃនេះលាក់អាចកំបាំងអ្វីខ្លះទេមិនដឹងថាមានសត្វសាហាវអ្វីខ្លះនៅទីនេះទេតែខ្ញុំមានអារម្មណ៍ថាយើងនឹងដឹងក្នុងពេលឆាប់នេះហើយប្រហែលជាក្នុងរយៈពេល15វិនាទីទៀតនេះជាសត្វពីងពីងធំជាងគេដែលខ្ញុំមិនធ្លាប់ឃើញក្នុងជីវិតតែខ្ញុំត្រូវបារម្ភខ្លាចវាលើមុខខ្ញុំនៅម៉ោង2យប់មែនទេបើមុខខ្ញុំទៅអូព្រះអើយមិនគួរយកមុខទៅជិតវាដើម្បីប្រៀបធៀបទំហំឡើយខាងចុងនៃព្រៃដ៏គួរឲ្យខ្លាចនេះនាំទៅដល់ទួលភ្នំដ៏ធំមួយនៅម្ខាងទៀតនៃកោះដែលមានភាពចោទខ្លាំងនិងពោពេញដោយរុក្ខជាតិខ្ញុំនឹងព្យាយាមឡើងទៅទីនោះប៉ុន្តែមិនមែនថ្ងៃនេះទេហើយនៅម្ខាងទៀតនៃកោះយើងមានឆ្នេរមួយទៀតអូឆ្នេរនេះមានកប៉ាល់លិចដូច្នេះហើយវាថាឆ្នេរកប៉ាល់លិចទៅចុះឆ្នេរនេះរាងតូចបន្តិចតែវាមានរូងភ្នំមើលទៅលយណាស់ក្រោយដើរមើលកោះរួចខ្ញុំសម្រេចចិត្តយកឆ្នេរអ្នកជាប់កោះធ្វើជាជំរកវាជាកន្លែងដែលធំជាងគេបំផុតមានធនធានច្រើនជាងគេនៅជុំវិញនិងមានកន្លែងល្អជាច្រើនសម្រាប់សង់ជំរកតែខ្ញុំមិនទាន់សង់ជំរកទេព្រោះអាទិភាពចម្បងគឺការស្វែងរកទឹកតែនៅលើកោះដែលព័ទ្ធជុំវិញដោយទឹកប្រៃវាមិនងាយស្រួលនោះទេព្រោះទឹកសាបមិនមែនដុះនៅលើដើមឈើណាខ្ញុំនិយាយលេងទេវាពិតជាដុះនៅលើដើមឈើមែនយើងពិតជាសំណាងណាស់ព្រោះមានដើមដូងជាច្រើននៅលើកោះនេះបញ្ហាតែមួយគត់គឺដើមដូងទាំងនេះខ្ពស់ពិបាកឡើងណាស់ផ្លែរបស់វាគឺនៅលើកម្ពស់ខ្ពស់បំផុតដើមនេះមើលទៅរាងទាបបន្តិចតោះសាក់ឡើងវាខ្ញុំបានរកកន្លែងជន់ដ៏ល្អនៅគល់ដើមរួចហើយសន្សឹមឡើងទៅលើកម្ពូលបន្ទាប់មកខ្ញុំដកកាំបិតកាក់កាប់ផ្លែដូងវាពិបាកកាប់បន្តិចប៉ុន្តែចុងក្រោយខ្ញុំក៏កាប់វាដាច់បានសម្រេចបានហើយនេះជាការប្រមូលផលដូងដ៏ល្អបំផុតហើយដូងខ្ចីពណ៌បៃតងបែបនេះទើបមានទឹកច្រើននៅខាងក្នុងដោយសារតែរកឃើញដើមដូងល្អហើយខ្ញុំក៏បានបេះវាបន្ថែមទៀតរួចកាប់វាដើម្បីយកទឹកដូងដែលជាប្រភពទឹកជួយឲ្យខ្ញុំរស់ក្នុងសប្តាហ៍នេះអូទឹកដូងនេះផ្អែមត្រជាក់ល្អណាស់ហើយសាច់ដូងនៅខាងក្នុងនេះគឺទន់ល្មើយវាពិតជាឆ្ងាញ់ណាស់វាសម្បូរទៅដោយសារធាតុចិញ្ចឹមណាស់មានទាំងជាតិស្ករជាតិខ្លាញ់និងជាតិសរសៃខ្វះតែប្រូតេអ៊ីនប៉ុណ្ណោះយើងនឹងរកវានៅពេលក្រោយខ្ញុំដឹងថាកាលណាពេលវេលាកាន់តែកន្លងផុតទៅខ្ញុំនឹងកាន់តែហត់នឿយនិងអស់កម្លាំងដូច្នេះខ្ញុំគួរតែបេះដូងឲ្យបានច្រើនតាមដែលអាចធ្វើទៅបានទុកជាមុនដើម្បីកុំឲ្យបារម្ភរឿងខ្វះទឹកហើយខ្ញុំមានវិធីមួយទៀតដោយមិនបាច់ឡើងដើមឈើឡើយខ្ញុំទើបតែរកឃើញដើមឫស្សីដ៏ធំមួយនៅលើឆ្នេរអាចប្រើវាដើម្បីដុំទម្លាក់ផ្លែដូងដែលជួយសន្សំកម្លាំងបានច្រើនទោះបីជាវិធីនេះជួយកុំឲ្យខ្ញុំឡើងដើមឈើក៏ដោយប៉ុន្តែវាមិនសូវមានប្រសិទ្ធភាពដោយការប្រើកាំបិតកាក់ឡើយតែនៅពេលដែលខ្ញុំចាប់ផ្ដើមប្រើកម្លាំងវាខ្លាំងវាក៏អាចធ្វើឲ្យផ្លែដូងធ្លាក់ចុះមកក្រោមបានសម្រេចបានហើយនេះហើយជាអ្វីដែលខ្ញុំចង់បានពេលខ្ញុំកាន់តែស្ទាត់ជំនាញផ្លែដូងក៏ធ្លាក់ចុះមកជាបន្តបន្ទាប់ហើយខ្ញុំដឹងថាខ្ញុំនឹងមិនស្លាប់ដោយសារខ្វះទឹកនៅលើកោះនេះឡើយខ្ញុំបេះបានដូងច្រើនរហូតដល់រកកន្លែងទុកសឹងមិនអស់រួចរាល់ហើយយើងមានស្តុកទុកផ្លែដូងហើយខ្ញុំមានអារម្មណ៍ថាវាអាចនឹងអស់លឿនជាងអ្វីដែលខ្ញុំគិតតែយ៉ាងហោចណាស់វាក៏ជួយទិញពេលឲ្យយើងធ្វើរឿងផ្សេងនិងរកប្រភពទឹកសាបថ្មីដែរឥឡូវនេះយើងមានទឹកខ្លះហើយអ្វីដែលត្រូវបារម្ភបន្ទាប់គឺចម្រោកមិនត្រឹមតែដោយសារតំបន់នេះសម្បូរភ្លៀងធ្លាក់ខ្លាំងនោះទេតែវាក៏ជាអ្វីដែលយើងតែងតែធ្វើនៅលើ Channel នេះដែរគឺការសង់ចម្រោកដំបូងឡើយខ្ញុំចង់ធ្វើគ្រែគេងឲ្យខ្ពស់ផុតពីដីបន្តិចព្រោះនៅលើកោះនេះសម្បូរទៅដោយសត្វល្អិតវាពីពេញដីហើយខ្ញុំមិនចង់ឲ្យពួកវាឡើងលើខ្លួនខ្ញុំឡើយមានដើមឫស្សីនិងអស់អណ្តែតទឹកជាច្រើននៅលើឆ្នេរដូច្នេះយើងអាចយកវាមកធ្វើជាគ្រឿងបង្គុំសំខាន់បានហើយនៅក្នុងព្រៃក៏មានវលិជាច្រើនដុះនៅលើដីដែលរឹងមាំខ្លាំងនិងស្វិតល្អដែលយើងអាចយកវាមកចងភ្ជាប់គ្នាបានវាពិតជាអាចប្រើជំនួសខ្សែពូបានយ៉ាងល្អខ្ញុំបានចាប់ផ្ដើមធ្វើគ្រោងគ្រែគេងនឹងគេដោយប្រើកាំបិតកាក់កាប់ដើមឫស្សីជា4កំណាត់បន្ទាប់មកខ្ញុំរៀបវាជារាងចតុកោណកែងដែលមានប្រវែងល្មមអាចឲ្យខ្ញុំគេងបានខ្ញុំបានចងជ្រុងនីមួយដោយវលិដែលវាស្វិតនិងរឹងមាំអាចទ្រទ្រង់ទម្ងន់មនុស្សបានប៉ុន្តែឥឡូវនេះយើងត្រូវរកវិធីដើម្បីលើកគ្រោងគ្រែនេះឲ្យខ្ពស់ផុតពីដីឥឡូវនេះយើងអាចចំណាំកន្លែងដែលត្រូវដាក់ជ្រុងទាំង4រួចប្រើដុំថ្មដើម្បីដំបង្គោលឈើ
ខ្ញុំបានរុញវាចូលទៅក្នុងខ្សាច់ការងារនេះត្រូវដំច្រើនជាងការរំពឹងទុកប៉ុន្តែឈើទាំងនេះជាប់ណាស់ឥឡូវយើងអាចចងក្រេបភ្ជាប់នឹងបង្គោលឲ្យខ្ពស់បន្តិចបានហើយខ្ញុំកាន់តែទុកចិត្តលើវេលាទាំងនេះហើយរួចរាល់ហើយនេះជាក្រោយដ៏រឹងមាំមួយទ្រទម្ងន់ខ្ញុំបានស្រួលណាស់ថែមទាំងអាចហាត់ប្រាណបានទៀតហាត់ប្រាណបន្តិចសិនអូឈប់សិននេះជារឿងចុងក្រោយដែលខ្ញុំគួរធ្វើនៅលើកោះនេះឥឡូវខ្ញុំត្រូវការកម្រាលសម្រាប់គេងខ្ញុំនឹងរុំវេលាទាំងនេះតាមបណ្ដោយក្រែវានឹងក្លាយជាអង្រឹងដែលអាចគេងបានមិនអីទេដល់ពេលសាកល្បងហើយតើវាអាចទ្រទម្ងន់ខ្លួនដ៏ធំរបស់ Dave បានទេព្រះអើយអ្នកដឹងទេវាពិតជាល្អណាស់ទោះវាមិនស្រួលដូចអង្រឹងឬពូកពិតប្រាកដក៏ដោយប៉ុន្តែសម្រាប់ស្ថានភាពបែបនេះវាពិតជាមានផាសុកភាពណាស់ហើយដំណឹងល្អគឺខ្ញុំអាចគេងបានគ្រប់កន្លែងនិងគ្រប់ក្បាច់ទាំងអស់ខ្ញុំមានគំនិតធ្វើឲ្យក្រែនេះស្រួលជាងនេះប៉ុន្តែទុកស្អែកចុះព្រោះល្ងាចហើយខ្ញុំបានបដូរខោអាវវែងដើម្បីកុំឲ្យមូសខាំយប់នេះអូយខ្ញុំទើបតែមកដល់ទីនេះព្រឹកមិញមិនទាន់បាន24ម៉ោងផងតែខ្ញុំដឹងថានេះនឹងក្លាយជាសប្តាហ៍ដ៏លំបាកបំផុតក្នុងជីវិតខ្ញុំដឹងថាខ្លួនឯងកំពុងប្រឈមមុខនឹងធម្មជាតិនៅទីនេះគោលដៅថ្ងៃស្អែកគឺធ្វើចម្រោះរួចរាល់បើភ្លៀងយប់នេះក៏មិនអីដែរព្រោះក្តៅណាស់បានមូសទឹកភ្លៀងប្រហែលជាល្អរាត្រីសួស្ដីគេងលក់ស្រួលកុំឲ្យសត្វល្អិតខាំណាដូចជាមានមាន់គោកនៅលើកោះនេះខ្ញុំត្រូវតែប្រុងប្រយ័ត្នហើយមិនដឹងជាសំណាងអីទេយប់មិញសឹងតែគ្មានភ្លៀងសោះវាគ្រាន់តែរលឹមប្រហែល15នាទីប៉ុណ្ណោះខ្ញុំក៏បានដោះអាវែងចេញរួចវាក៏លត់ទៅវិញហើយខ្ញុំក៏ចូលគេងវិញប្លែកមែនខ្ញុំមិនគិតថាសំណាងបែបនេះពីរយប់ជាប់គ្នាទេដូច្នេះត្រូវធ្វើចម្រោះរួចថ្ងៃនេះប៉ុន្តែដំបូងត្រូវញ៉ាំអាហារពេលព្រឹកសិនអូយទឹកដូងបាញ់ចំមុខខ្ញុំបាត់ខ្ញុំច្បាស់ជាត្រលន់ដងស្លាប់ហើយនៅចុងសប្តាហ៍នេះថ្ងៃនេះយើងចាប់ផ្ដើមពីព្រលឹមខ្ញុំចង់ធ្វើចម្រោះឲ្យបានច្រើនមុនធ្វើរឿងផ្សេងយើងធ្វើអង្រឹងរួចកាលពីម្សិលមិញតែបន្ទាប់ពីគេងមួយយប់មកវាលែងសូវស្រួលហើយវាមិនមែនជាកន្លែងអាក្រក់បំផុតទេតែស្ថិតក្នុងចំណោម25ដែលពិបាកគេងជាងគេប៉ុន្តែខ្ញុំដឹងពីវិធីដោះស្រាយវាហើយដើម្បីត្រៀមខ្លួនខ្ញុំបានមើលវីដេអូយីនៅអាស៊ីអាគ្នេយ៍ត្បាញស្លឹកត្នោតជាច្រើនបើខ្ញុំអាចត្បាញស្លឹកត្នោតបានវានឹងក្លាយជាកម្រាលគេងដ៏ល្អឥតខ្ចោះខ្ញុំរកឃើញរុក្ខជាតិដ៏ស័ក្តិសមហើយបានកាប់ស្លឹកធំជាងគេដោយប្រើកាំបិតកែបន្ទាប់មកខ្ញុំបានពុះវាជាពីរចំកណ្ដាលដល់ពេលត្រូវបញ្ចេញជំនាញត្បាញស្លឹកឈើតាមវីដេអូដែលបានមើលហើយដោយសារខ្ញុំបានហាត់ធ្វើច្រើនដងមុនមកទីនេះដូច្នេះវាដំណើរការទៅយ៉ាងរលូនអស្ចារ្យមិនអន់ទេសម្រាប់ក្មេងប្រុសមកពីវាមិញដែលមិនធ្លាប់ប៉ះស្លឹកត្នោតសោះឥឡូវខ្ញុំអាចយកវាមកក្រាលលើក្រែបានហើយវាពិតជាស្រួលគេងជាងមុនឆ្ងាយណាស់កម្រាលពូកធ្វើពីស្លឹកត្នោតដ៏ល្អវាពិតជាមានផាសុកភាពខ្លាំងណាស់ប៉ុន្តែឥឡូវក្រែរបស់យើងត្រូវការចម្រុះពិតប្រាកដមួយនៅពីលើវាមុនធ្វើវីដេអូនេះខ្ញុំចង់សង់ចម្រុះដ៏អស្ចារ្យនិងប្លែកភ្នែកមួយប៉ុន្តែពេលមកដល់ទីនេះផ្ទាល់ខ្ញុំគិតថាចម្រុះរាងអក្សរឲ្យគឺល្អបំផុតវាសាមញ្ញមានប្រសិទ្ធភាពនិងមើលទៅលយខ្ញុំនឹងច្នៃប្រឌិតពេលមានកម្លាំងជាងនេះដំបូងយើងត្រូវធ្វើគ្រោងឆ្អឹងសិនហើយមានឈើអណ្តែតទឹកច្រើនណាស់នៅលើឆ្នេរនេះមើលនេះចុះល្អឥតខ្ចោះតែម្ដងបន្ទាប់ពីដើររកឈើមួយសន្ទុះខ្ញុំក៏បានរកឃើញរបស់មានប្រយោជន៍ផ្សេងទៀតពេលដើររកឈើតាមឆ្នេរខ្ញុំគិតថាខ្ញុំបានប្រទះឃើញប្រភពទឹកសាបថ្មីមួយមានកាកសំណល់ប្លាស្ទិកជាច្រើនអណ្ដែតមកទៅលើឆ្នេរនេះគួរឲ្យស្ដាយណាស់ប៉ុន្តែអ្វីដែលសំណាងគឺមានដបទឹកជាច្រើនហើយខ្លះនៅមានទឹកនៅក្នុងនោះខ្ញុំនឹងកាត់វាជាពីរដោយប្រើកាំបិតកែរួចបឺតទឹកដោយប្រើ live straw រសជាតិរៀងប្លែកបន្តិចប៉ុន្តែវាពិតជាទឹកសាបល្អណាស់ដែលមានប្រភពទឹកបន្ថែមមិនអីទេខ្ញុំរកបានឈើច្រើនល្មមហើយតោះចាប់ផ្ដើមដំឡើងគ្រោងអក្សរខ្ញុំចាប់ផ្ដើមដោយដោតឈើ4ដើមទៅក្នុងដីរួចចងវាបញ្ចូលគ្នានៅផ្នែកខាងលើខ្ញុំបានបន្ថែមឈើមួយដើមទៀតនៅខាងលើនិង2ដើមទៀតនៅសងខាងសម្រាប់ចងស្លឹកឈើរួចរាល់ហើយនេះជាគ្រោងចម្រុះរាងអក្សរដ៏ល្អប៉ុន្តែឥឡូវដល់វគ្គពិបាកហើយគឺត្រូវរករបស់មកធ្វើជាជញ្ជាំងនិងដំបូលមនុស្សភាគច្រើនប្រើស្លឹកត្នោតវាក៏អាចប្រើបានដែរតែខ្ញុំមិនសូវចូលចិត្តចន្លោះប្រហោងរបស់វាទេវាងាយនឹងធ្វើឲ្យលេចធ្លីទឹកភ្លៀងណាស់ខ្ញុំឃើញស្លឹកឈើប្រភេទនេះពេញកោះវាមានផ្ទៃធំល្អណាស់ខ្ញុំគិតថាវាជាជម្រើសដ៏ល្អហើយខ្ញុំបានរកឃើញវិធីសាស្ត្រមួយដើម្បីរៀបចំវាដំបូងខ្ញុំប្រើកាំបិតចោះរន្ធតូចមួយនៅគល់ធាងនីមួយបន្ទាប់មកខ្ញុំបានចងវេលានេះតាមបណ្ដោយបង្គោលទៅខ្ញុំយកវេលីសុកកាត់តាមរន្ធស្លឹកឈើរួចទាញវាឲ្យណែនហើយស៊ុបផ្នែកខាងក្រោមចូលហើយតាមទ្រឹស្ដីទៅខ្ញុំប្រកាសនេះទៅហើយ
យើងគួរតែអាចធ្វើវាឲ្យសពជាងបានខ្ញុំបានបិទស្លឹកឈើម្ដងមួយដើម្បីពង្រីកចម្រុះរបស់យើងការងារនេះហត់នឿយណាស់តែខ្ញុំដឹងថាវាមានប្រយោជន៍រួចរាល់ហើយយើងធ្វើបានមួយជួរហើយវាពិតជាប្រើពេលយូរជាងការរំពឹងទុកតែត្រូវបន្តធ្វើដំបូលទៀតខ្ញុំធ្វើតាមលំនាំដែលហើយលទ្ធផលគឺគ្មានចន្លោះប្រហោងឡើយមើលចុះវាចេញជារូបរាងស្អាតណាស់ធៀបនឹងសម្ភារៈនៅលើកោះនេះចម្រុកនេះអាចការពារទឹកភ្លៀងបានល្អបំផុតហើយទោះបីជាខ្ញុំសប្បាយចិត្តនឹងចម្រុកនេះតែពន្លឺថ្ងៃក្តៅខ្លាំងណាស់ខ្ញុំធ្វើការក្រោមថ្ងៃក្តៅពេញមួយថ្ងៃដូចកំពុងធ្វើបាបខ្លួនឯងអញ្ចឹងរាងកាយខ្ញុំប្រាប់ថាមនុស្សជាច្រើនជំនាន់បានបង្កើតរាងកាយសម្រាប់តំបន់ត្រជាក់ឲ្យខ្ញុំតែខ្ញុំបែរជាមកហើរថ្ងៃនៅលើកោះតំបន់ក្តៅនេះទៅវិញខ្ញុំមិនស័ក្តិសមនឹងកន្លែងនេះទេឥឡូវខ្ញុំដឹងវិធីហើយខ្ញុំនឹងធ្វើដូចគ្នានៅម្ខាងទៀតសង្ឃឹមថាម្ដងនេះលឿនជាងមុនព្រោះមេឃជិតងឹតហើយដោយសារធ្លាប់ធ្វើរួចហើយផ្នែកខាងក្រោយធ្វើបានលឿននិងរួចរាល់មុនថ្ងៃលិចចុងក្រោយខ្ញុំនឹងបិទស្លឹកឈើលើប្រហោងខាងលើដើម្បីធ្វើជាដំបូលការពារមើលទៅវាអាចការពារទឹកភ្លៀងបានយ៉ាងល្អព្យុះភ្លៀងច្បាស់ជាមិនអាចធ្វើអ្វីចម្រុះខ្ញុំបានទេវាស៊ីពេលនឹងកម្លាំងខ្ញុំពេញមួយថ្ងៃតែខ្ញុំសប្បាយចិត្តដែលមានដំបូលជ្រោះចម្រុះឲ្យខ្ញុំទើបតែស្គាល់ឯងទេខ្ញុំដើរលេងតាមឆ្នេរខ្សាច់ពេលប្រឡប់បន្តិចហត់នឹងធ្វើចម្រុះពេញមួយថ្ងៃខ្ញុំត្រូវសម្រាកនឹងរីករាយនឹងកន្លែងដ៏ស្រស់ស្អាតនេះជាបទពិសោធន៍ដ៏អស្ចារ្យខ្ញុំនឹងនិទានរឿងនេះឲ្យចៅស្ដាប់នៅថ្ងៃក្រោយព្រះឲ្យថ្ងៃនេះខ្ញុំធ្វើការហត់នឿយខ្លាំងណាស់និយាយត្រង់ទៅខ្ញុំចាប់ផ្ដើមឃ្លានខ្លាំងហើយតាំងពីមកដល់ខ្ញុំញ៉ាំតែដូងទេហើយវាអត់សូវចេះអត់ឡើយស្អែកនេះរឿងអាហារជាធំតែយប់នេះសម្រាប់សិនចុះខ្ញុំអស់កម្លាំងល្វើយហើយដឹងអត់ថាអ្វីដែលប្លែកដោយសារគ្មានសេវាទូរស័ព្ទសង្គ្រាមលោកលើកទី3អាចនឹងកើតឡើងឬមនុស្សភពកាយមកផែនដីក៏ខ្ញុំមិនដឹងរឿងអ្វីទាំងអស់ដែរពេលនេះក្តីបារម្ភតែមួយគត់របស់ខ្ញុំគឺនៅលើកោះតូចមួយនេះទោះបីជាមានរឿងបារម្ភច្រើនតែវានៅតែល្អយ៉ាងណាមិញខ្ញុំរំភើបណាស់ដែលបានគេងលើពុកថ្មីរបស់ខ្ញុំរាត្រីសួស្តីគេងលក់ស្រួលកុំឲ្យសត្វល្អិតខំឲ្យសោះប៉ុន្តែយប់នេះសត្វល្អិតមិនមែនជាក្តីបារម្ភធំបំផុតរបស់ខ្ញុំទេពេលចាប់ដើមភ្លៀងហើយចម្រុះនេះលេចខ្លាំងជាងអ្វីដែលខ្ញុំគិតព្រះឲ្យភ្លៀងធ្លាក់ខ្លាំងណាស់ផ្នែកចំហៀងការពារបានល្អបំផុតតែដំបូលខាងលើរបស់អស់ហើយធ្វើឲ្យទឹកភ្លៀងហូរចូលចំតែម្ដងយ៉ាងហោចណាស់ចម្រុះនេះអាចទប់ទល់នឹងខ្យល់ខ្លាំងបានយ៉ាងល្អខ្ញុំបារម្ភខ្លាចវាដួលរលំតែវានៅតែរឹងមាំល្អណាស់ពេលនេះគ្មានអ្វីដែលខ្ញុំអាចធ្វើបានក្រៅពីទ្រាំទឹកភ្លៀងឡើយខ្ញុំនឹងទ្រាំឲ្យផុតយប់នេះជួបគ្នានៅពេលព្រឹកខ្ញុំត្រូវតែរកមាន់នោះឲ្យឃើញដឹងអត់ថាសាច់មាន់ឆ្ងាញ់ប៉ុណ្ណាពេលនេះដូចដែលអ្នកបានឃើញហើយយប់មិញភ្លៀងធ្លាក់ខ្លាំងណាស់ព្យុះអូបន្លាយយូរជាងការគិតខ្ញុំគេងបានតែ2-3ម៉ោងប៉ុណ្ណោះឃើញច្បាស់ណាស់ថាដំបូលចម្រុកនេះត្រូវជួសជុលឡើងវិញតែយ៉ាងហោចណាស់វាបានឆ្លងផុតព្យុះដោយមិនរំលាយសម្រាប់របស់ដែលធ្វើពីធម្មជាតិសុទ្ធវាពិតជាអស្ចារ្យណាស់ដូចខ្ញុំនិយាយអញ្ចឹងគោលដៅថ្ងៃនេះគឺរកអាហារញ៉ាំព្រោះខ្ញុំឃ្លានខ្លាំងណាស់ខ្ញុំនឹងចំណាយពេលស្ទូចត្រីហើយសង្ឃឹមថានឹងបានបង្កាត់ភ្លើងធ្វើម្ហូបតែដំបូងត្រូវញ៉ាំអាហារពេលព្រឹកសិនឈប់ញ៉ាំដូងទៀតហើយថ្ងៃនេះខ្ញុំចង់សាកល្បងវិធីស្ទូចត្រីពីររបៀបយ៉ាងទី1គឺការស្ទូចដោយដៃផ្ទាល់ខ្ញុំមានខ្សែស្ទូចសំណនិងប្រើកូនក្តាមធ្វើជានុយខ្ញុំគ្រោះវែងខ្សែស្ទូចទៅក្នុងទឹកហើយក៏ត្រូវរលកបបភ្លាមចាំមើលថាតើបានត្រីអត់វិធីបន្ទាប់គឺការប្រើលំពែងនិងធ្នូបាញ់ត្រីខ្ញុំមិនដែលប្រើវាពីមុនមកទេប្រហែលជាពិបាកបន្តិចតែដោយសារឃ្លានខ្ញុំត្រូវតែសាកល្បងខ្ញុំមានអារម្មណ៍ដូចនៅដាកូតាខាងត្បូងព្រោះខ្ញុំហៀបនឹងចាក់ត្រីហើយនោះជាឈ្មោះទីក្រុងមួយនៅទីនោះតែពេលកំពុងដើរទៅរកចាក់ត្រីខ្ញុំបានប្រទះឃើញរបស់ម្យ៉ាងនឹកស្មានមិនដល់ខ្ញុំទើបតែរកឃើញរបស់ប្លែកមួយនៅលើឆ្នេរខ្សាច់ខ្ញុំត្រូវតែបង្ហាញអ្នកវាពិតជាអស្ចារ្យណាស់ដល់សម្រាប់ការឧបត្ថម្ភវីដេអូនេះនិងអរគុណដល់សារក្នុងដបដែលបានធ្វើជាទូសម្ដែងបាទអានឹងវាមិនមែនជាការពិតនោះទេបន្ទាប់ពីដោះស្រាយរឿងសារក្នុងដបដ៏គួរឲ្យភ្ញាក់ផ្អើលរួចរាល់ហើយឥឡូវដល់ពេលទៅបាញ់ត្រីហើយខ្ញុំគិតថាយើងនឹងទៅរកត្រីនៅខាងទៀតនៃកោះដែលមានទឹកលិចមើលទៅវាហាក់ដូចជាស្ងប់ស្ងាត់ជាងខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រហែលជាបារម្ភពីរឿងឆ្លាមនៅទីនេះប៉ុន្តែតើអ្នកដឹងទេថាសត្វគោសម្លាប់មនុស្សច្រើនជាងឆ្លាមទៅទៀតនិយាយត្រង់ទៅខ្ញុំមិនដឹងថាសត្វគោអាចទៅសម្លាប់ឆ្លាមដោយរបៀបណាទេខ្ញុំបានដើរចុះទៅក្នុងទឹកហើយចាប់ផ្ដើមដំណើរស្វែងរកការបាញ់ត្រីជាលើកដំបូងរបស់ខ្ញុំប៉ុន្តែទោះបីជាមហាសមុទ្រមើលទៅហាក់ដូចជាស្ងប់ស្ងាត់ពីខាងលើក៏ដោយនៅក្រោមផ្ទៃទឹកវិញគឺជារឿងផ្សេងស្រឡះ
ចរុនទឹកខ្លាំងហើយពិបាកស្មានណាស់ហើយខ្ញុំត្រូវបានគេបោកបក់ដូចជាតុកាក្រណាត់អញ្ចឹងឱកាសបាញ់ត្រីឲ្យចំគឺមានតិចតួចណាស់ហើយរាល់ពេលដែលខ្ញុំដេញតាមត្រីមួយរលកនឹងបោកខ្ញុំចេញហើយខ្ញុំក៏បាត់ដានវាទៅស្ថានភាពដ៏លំបាកបូករួមនឹងការខ្វះបទពិសោធន៍របស់ខ្ញុំធ្វើឲ្យបេសកកម្មនេះស្ទើរតែមិនអាចទៅរួចខ្ញុំមិនបានការអីសោះតែម្ដងនេះប្រហែលជាអ្វីដែលគួរឲ្យធុញទ្រាន់បំផុតក្នុងជីវិតរបស់ខ្ញុំហើយបញ្ហាគឺទោះបីជាអ្នកខំប្រឹងហើយយ៉ាងណាក៏ដោយក៏អ្នកមិនអាចទៅកន្លែងដែលអ្នកចង់ទៅបានដែរគឺទៅតាមតែលោកបបប៉ុណ្ណោះហើយខ្ញុំទើបតែដឹងរឿងនេះនៅពេលក្រោយទេគឺស្ថានភាពទឹកនៅពេលនោះអាក្រក់បំផុតហើយកម្រិតទឹកឡើងខ្ពស់ប្រចាំរដូវសូម្បីតែអ្នកស្រុកដែលមានបទពិសោធន៍ក៏មិនទៅនេសាទក្នុងស្ថានភាពទឹកកាច់សាហាវនៅពេលថ្ងៃត្រង់បែបនេះដែរហើយជាការពិតណាស់ខ្សែសន្ទូចដែលយើងបានដាក់មុននេះឥឡូវនេះត្រូវបានខ្សាច់គ្រប់ដណ្ដប់ចិត្តអស់ហើយប្រសិនបើអ្នកមិនដឹងទេខ្ញុំមិនសូវពូកែខាងសមុទ្រទេពួកវាទើបតែជាផ្នែកមួយនៃជីវិតរបស់ខ្ញុំនាពេលថ្មីនេះទេដោយសារតែជាក្មេងប្រុសមកពីតំបន់ភ្នំដ៏ឆោតល្ងង់ដែលបានឃើញសមុទ្រលើកដំបូងនៅអាយុ14ឆ្នាំខ្ញុំគិតថាខ្ញុំប្រហែលជាមានសំណាងជាងបើយកភាពមិនសូវពូកែរបស់ខ្ញុំទៅសាកល្បងនៅម្ខាងទៀតខ្ញុំនឹងទៅសាកល្បងបាញ់ត្រីនៅឆ្នេរមួយទៀតបន្តិចមានអារម្មណ៍ថាសង្ឃឹមច្រើនហើយជាមួយនឹងពូដ៏ទេស្អាតការបញ្ញាចិត្តរបស់ខ្ញុំគឺឡើងខ្ពស់បំផុតទោះបីជាឆ្នេរនេះស្អាតនិងមានទឹកពណ៌ខៀវស្រងាត់ជាងគេនៅលើកោះក៏ដោយប៉ុន្តែជ្រុំទឹកគឺរឹតតែអាក្រក់ជាងមុនទៅទៀតហើយខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានទាល់តែសោះរាល់ឱកាសដែលចិត្តបានត្រីត្រូវបានរលកមកបង្អាក់យ៉ាងលឿនហើយបន្ទាប់ពីបរាជ័យជាច្រើនដងខ្ញុំក៏ត្រូវត្រឡប់មកវិញដោយដែរទេមានសំណាងទៀតហើយព្រះឲ្យនេះវាពិបាកជាងអ្វីដែលយើងឃើញឆ្ងាយណាស់ខ្ញុំមានអារម្មណ៍ថាបាក់ទឹកចិត្តខ្លាំងណាស់នៅពេលនេះខ្ញុំបានចំណាយពេលស្ទើរតែពេញមួយថ្ងៃដើម្បីបាញ់ត្រីហើយខ្ញុំគ្មានបានលទ្ធផលអ្វីសោះខ្ញុំមានអារម្មណ៍ថាដូចជាអស់កម្លាំងពីខ្លួនរលីងហើយខ្ញុំពិតជាសង្ឃឹមថានឹងបានអាហារខ្លះសម្រាប់ថ្ងៃនេះណាស់ប៉ុន្តែអ្នកដឹងទេនេះមិនមែនជាកម្មវិធីរស់រានមានជីវិតបែបសម្ដែងនោះទេនេះគឺជាការថតវីដេអូពីបទពិសោធន៍ពិតរបស់ខ្ញុំនៅទីនេះហើយនៅក្នុងពិភពពិតអ្វីក៏មកនឹងកើតឡើងដូចអ្វីដែលយើងចង់បានណាស់ខ្ញុំគ្រាន់តែព្យាយាមរក្សាស្មារតីឲ្យបានល្អនៅពេលនេះដូច្នេះយើងប្រហែលជាគ្មានត្រីសម្រាប់ធ្វើម្ហូបនៅយប់នេះទេដែលវាពិតជាគួរឲ្យស្ដាយណាស់ប៉ុន្តែខ្ញុំគិតថាយ៉ាងហោចណាស់យើងក៏គួរតែបង្កាត់ភ្លើងដែរទី1ដើម្បីដេញមូសដែលវាពិតជាខំខ្លាំងណាស់នៅពេលយប់និងទី2ដើម្បីបង្ហាញខ្លួនឯងថាខ្ញុំអាចធ្វើវាបាននៅពេលដល់ពេលត្រូវធ្វើម្ហូបខ្ញុំចង់និយាយថាដើម្បីកុំឲ្យរងាប៉ុន្តែកោះនេះក្តៅខ្លាំងណាស់មិនបាច់បារម្ភរឿងហ្នឹងទេដូច្នេះខ្ញុំបានយកថ្មដែកកេះមកជាការបំរុងទុកប៉ុន្តែដំបូងខ្ញុំចង់សាកល្បងវិធីសាស្ត្រមួយហៅថាការអរុស័យបង្កាត់ភ្លើងខ្ញុំធ្លាប់ធ្វើបែបនេះពីរបីដងក្នុងអាកាសធាតុធ្ងន់ជាងនេះដូច្នេះខ្ញុំមានទំនុកចិត្តខ្លះថាអាចធ្វើវាបាននៅទីនេះអ្វីដំបូងដែលខ្ញុំធ្វើគឺកាត់ចំហៀងនៃដើមឫស្សីដើម្បីឲ្យវាមានគែមមុតនៅត្រង់នេះហើយបន្ទាប់មកខ្ញុំក៏បានកាត់បំណែកតូចមួយនេះចេញដែរហើយអ្វីដែលខ្ញុំបានធ្វើនៅទីនេះគឺខ្ញុំបានចោះរន្ធមួយដោយប្រើកាំបិតហើយបន្ទាប់មកនៅផ្នែកខាងក្រោយកាត់ជាចង្អូររាងអក្សរនៅចំពីលើរន្ធនោះខ្ញុំក៏បានកោសកំទេចឫស្សីខ្លះដើម្បីយកមកធ្វើជាប្រឆេះផងដែរលើសពីនេះខ្ញុំមានសរសៃស្ងួតពីស្រកាដូងចាស់បែបនេះខ្ញុំបានរកឃើញថានេះគឺជាវត្ថុមួយក្នុងចំណោមវត្ថុដែលចេះបានល្អបំផុតនៅលើកោះនេះហើយឥឡូវនេះអ្វីដែលខ្ញុំត្រូវធ្វើគឺដាក់របស់ទាំងនេះនៅចំពីលើរន្ធនោះរួចសង្កត់វាឲ្យជាប់ជាមួយនឹងឈើមួយទៀតខ្ញុំនឹងដុសខាត់ចង្អូរនេះនៅលើគែមឫស្សីឲ្យបានលឿននិងខ្លាំងវានឹងបង្កើតកម្ដៅខ្លាំងនៅត្រង់រន្ធនោះហើយសង្ឃឹមថាវានឹងបង្កើតជាកំទេចភ្លើងឲ្យយើងខ្ញុំអស់កម្លាំងខ្លាំងណាស់នៅនេះប៉ុន្តែខ្ញុំបានប្រើប្រាស់កម្លាំងចុងក្រោយដែលខ្ញុំមានដើម្បីបង្កាត់ភ្លើងនេះវាចាប់ផ្ដើមចេញផ្សែងបន្តិចហើយវាមិនល្អសម្រាប់សួតទេណាសម្លាញ់វាចេញផ្សែងខ្លាំងណាស់វាចំណាយពេលយូរបន្តិចព្រោះខ្ញុំត្រូវសារ៉េមុំកាមេរ៉ាឡើងវិញរហូតយើងបានផ្សែងហើយយើងបានផ្សែងហើយមើលចុះចេញភ្លើងហើយខ្ញុំបានបង្កើនល្បឿននៅពេលឃើញគ្រប់យ៉ាងចាប់ផ្ដើមក្តៅហើយចុងក្រោយខ្ញុំទទួលបាននេះជាអ្វីដែលយើងកំពុងស្វែងរកមើលចុះយើងមានកងភ្លើងហើយខ្ញុំបានផ្ទេរកងភ្លើងនោះទៅគំនរអុសតូចរួចបន្ថែមអុសធំពីលើដើម្បីឲ្យវាឆេះខ្លាំងមិនទាន់ទាំងដឹងខ្លួនផងភ្លើងក៏ឆេះយ៉ាងល្អវាចំណាយពេលបន្តិចតែទីបំផុតយើងធ្វើបានហើយខ្ញុំសារភាពថាបានលួចប្រើក្រដាសបង្គន់បន្តិចខ្ញុំមានវានៅក្នុងកាបូបសម្រាប់បិទជើងធំហើយវាក៏អាចប្រើការបាននៅទីនេះដែរខ្ញុំបានសម្រាកនៅជំរករបស់ខ្ញុំនឹងកម្ដៅភ្លើងទោះគ្មានអាហារចម្អិនក៏កន្លែងនេះមានអារម្មណ៍ដូចផ្ទះដែរវាជួយដេញមូសបានខ្លះដែលពិតជាល្អណាស់នេះជារឿងដែលហត់នឿយបំផុតទាំងផ្លូវកាយនិងផ្លូវចិត្តក្នុងជីវិតខ្ញុំហើយឥឡូវនេះខ្ញុំចាប់ផ្ដើមទ្រាំលេងចង់បានហើយប្រហែលមកពីសំណាំខ្លាំងនឹងការអត់អាហារអស់72ម៉ោងបូករួមទាំងការងារធ្ងន់និងការរស់នៅម្នាក់ឯងតែវាពិតជាលំបាកជាងអ្វីដែលខ្ញុំគិតទុកឆ្ងាយណាស់ការជាប់នៅលើកោះធ្វើឲ្យយើងចេះឲ្យតម្លៃលើរបស់តូចតាចដូចជាការមិនជាប់នៅលើកោះនេះជាដើមរឿងចុងក្រោយមុនចូលគេងយប់មិញខ្ញុំដឹងពីមូលហេតុដែលដំបូលលេខហើយគឺដោយសារកំទេចកំទីខាងលើវាលងពេកខ្ញុំបានចង់វលិតទាំងនេះឲ្យណែនៅលើវាជាប់ល្អហើយខ្ញុំគិតថាយើងមិនទឹកទៀតទេតែម្សិលមិញខ្ញុំក៏និយាយបែបនេះដែរតើខ្ញុំអាចដឹងច្បាស់ទៅការនៅទីនេះធ្វើឲ្យខ្ញុំដឹងថាខ្លួនឯងញៀនទូរស័ព្ទខ្លាំងប៉ុណ្ណាសូម្បីតែពេលចូលគេងក៏មានអារម្មណ៍ថាចង់លេងទូរស័ព្ទដែរតែលេងមិនកើតដូច្នេះមានតែស្ដាប់សំឡេងរលកដែលវាល្អចំពោះសុខភាពជាងប្រហែលជាបទពិសោធន៍នេះកំពុងផ្លាស់ប្ដូរខ្ញុំឲ្យកាន់តែល្អឡើងយ៉ាងណាក៏ដោយខ្ញុំទៅគេងហើយរាត្រីសួស្ដីគេងលក់ស្រួលកុំឲ្យឆ្លាមខំណាម
មន់រត់នៅឯណាពេលខ្ញុំត្រូវការវាខ្ញុំឃ្លានដាច់ពោះហើយយប់មិញគ្មានភ្លៀងមួយដំណក់ទេតែវាកាន់តែអាក្រក់ទៅវិញព្រោះវាជាយប់ដែលក្តៅស្អុះស្អាប់បំផុតហើយមូសក៏ខំខ្លាំងទៀតខ្ញុំយកថង់ស្ងួតមករំជើងដើម្បីការពារមូសខំព្រោះគ្មានស្រោមជើងខ្ញុំគេងបានតែ2-3ម៉ោងប៉ុណ្ណោះមិនដឹងថាយកកម្លាំងពីណាមកធ្វើការទេយ៉ាងណាមិញនេះជាថ្ងៃទី4ហើយឬខ្ញុំចូលចិត្តគិតថាថ្ងៃទី4ចាំការពិតជាថ្ងៃទី4មែនទេបាទថ្ងៃទី4ហើយនេះជាថ្ងៃពេញចុងក្រោយរបស់ខ្ញុំនៅលើកោះនេះជាដំណឹងល្អបំផុតដែលខ្ញុំធ្លាប់ឮហើយក៏ជាដំណឹងតែមួយគត់ដែលខ្ញុំបានឮដែរហើយយូសូថាយើងប្រហែលជាមានភ្ញៀវមកសួរសុខទុក្ខដោយភ្ញាក់ផ្អើលទៀតផងតែដំបូងត្រូវញ៉ាំអាហារពេលព្រឹកសិននេះប្រហែលជាព័ត៌មានផ្ទាល់ខ្លួនបន្តិចហើយតែលីមកខ្ញុំមើលទៅប្លែកណាស់ថ្មីនេះបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមទម្លាប់ពេលព្រឹកនៅលើឆ្នេរខ្សាច់ដូចរាល់ដងដោយការមើលសត្វល្អិតសមុទ្រដ៏ធំមួយដែលមានជើងរាប់ពាន់ចេញពីដីវាបានខំសត្វមួយទៀតរួចក៏លូនចូលទៅក្នុងដីវិញក្រោយមកខ្ញុំដឹងថាវាជាដង្កូវដែលជាដង្កូវស៊ីសាច់ប្រវែង10 feet វាមានចង្កូមដ៏សាហាវហើយជាគំរូនៃសត្វចម្លែកក្នុងរឿងបន្ទាប់មកខ្ញុំក៏បន្តដើរលេងនៅលើឆ្នេរខ្សាច់យ៉ាងរីករាយអរព្រះឲ្យថ្ងៃនេះពិតជាក្តៅខ្លាំងណាស់តែវាក៏ល្អម្យ៉ាងដែរព្រោះខ្ញុំអាចសាកថ្មកាមេរ៉ាបានខ្លះតែវាក៏ធ្វើឲ្យខ្ញុំអស់កម្លាំងលឿនទ្វេដងដែរមើលចុះតាំងពីខ្ញុំចាប់ផ្ដើមថតមកវាឡើងញើសបាត់ទៅហើយគឺវាសាំខ្លាំងណាស់ដោយសារតែភាពក្តៅស្អុះស្អាប់នៅថ្ងៃនេះធ្វើឲ្យខ្ញុំអស់កម្លាំងខ្លាំងខ្ញុំក៏ដើរចូលទៅក្នុងព្រៃដើម្បីគេចពីកម្ដៅថ្ងៃនិងដើររុករកបន្តិចសង្ឃឹមថាកោះនេះគ្មានអ្វីគួរឲ្យខ្លាចទៅចុះណាបើបានប៊ឺក៏ញ៉ាំពេលនេះមិនដឹងជាល្អយ៉ាងណាទេអូហូបគឺក៏មែនទេខ្ញុំកំពុងដើរកាត់ព្រៃព្រោះនៅខាងក្រៅក្តៅខ្លាំងពេកបន្ទាប់ពីដើរកាត់ពីងពីងគួរឲ្យខ្លាចជាច្រើនខ្ញុំក៏បានជួបអ្នកជិតខាងខ្លះខ្ញុំតែងតែនិយាយថាកោះនេះគ្មានមនុស្សរស់នៅទេតែការពិតមិនមែនអញ្ចឹងឡើយវាជាសត្វជ្រូកតើមានមេជ្រូកមួយក្បាលដែលខ្ញុំដាក់ឈ្មោះឲ្យថាហើយវាមានកូនជ្រូកតូចមួយចំនួនទៀតផងខ្ញុំដឹងថាបើស្ថិតក្នុងស្ថានភាពអាសន្នពួកវាជាប្រភពអាហារដ៏ល្អបំផុតតែខ្ញុំមិនសម្លាប់មេជ្រូកដើម្បីតែវីដេអូនោះទេពួកវាធ្វើឲ្យខ្ញុំលែងសូវអផ្សុកនៅលើកោះនេះខ្ញុំចង់ធ្វើជាមិត្តនឹងពួកវាតែខ្ញុំក៏បានរកឃើញរូងរបស់សត្វមួយប្រភេទដែលប្រហែលជាមិនសូវមិត្តភាពប៉ុន្មានទេនេះជាសម្បុករបស់ក្តាមដូងរូបរាងរបស់វាគឺបែបនេះឯងមើលទំហំវាចុះវាមិនមែនជាក្តាមធម្មតាឡើយគេនិយាយថាពួកវាជាអ្នកសម្លាប់បាននិយាយថាពួកគេនឹងមកលេងខ្ញុំនៅយប់ទី4នេះខ្ញុំចង់ចាប់ពួកគេចាំមួយណាព្រោះវាជាជំនួយដ៏ថាដ៏ឆ្ងាញ់សម្រាប់ខ្ញុំពេលនេះតែការចាប់បង្កងត្រូវធ្វើឡើងនៅពេលយប់ដូច្នេះខ្ញុំសម្រាប់បន្តិចសិនហើយក្តាមនៅលើកោះថ្ងៃលេខ1ក៏ថតវីដេអូនេះដែលមានហេតុផលកោះនេះត្រូវបណ្ដាសាហើយឥឡូវនេះចិត្តដល់ពេលសម្រាប់មកអ្នកភូមិក៏បានមកដល់តាមទូករបស់ពួកគេពួកគាត់បានមកដល់ហើយពួកយើងនឹងទៅសាកល្បងចាប់បង្កងជាមួយគ្នាមិនមែនចាប់ទាំងអស់ទេគឺតែ1ឬ2គ្រឿងប៉ុណ្ណោះយើងបានធ្វើដំណើរទៅសមុទ្រយឺតហើយពួកយើងប្រើពើស្វែងរកបង្កងនៅទីនេះងឹតខ្លាំងណាស់គួរឲ្យខ្លាចណាស់បង្កងចេញតែពេលយប់ទេទើបយើងមកឥឡូវនេះខ្ញុំពាក់វ៉ែនតាត្រៀមខ្លួនរកអាហារជាលើកចុងក្រោយដល់ពេលនេសាទពេលយប់ហើយតោះទៅខ្ញុំចុះទឹកសាកល្បងមុជទឹកពេលយប់ជាលើកដំបូងឯអ្នកភូមិដែលមុជជាមួយខ្ញុំចាក់បានត្រីមួយបាត់ជីវភាពពួកគេពឹងលើការនេសាទមិនប្លែកទេដែលគាត់ពូកែគាត់ប្រហែលជានេសាទតាំងពីក្មេងទើបជំនាញបែបនេះចំណែកខ្ញុំវិញមិនទាន់បានអីសោះពិបាកមែនទែនតែលើកនេះទឹកស្ងប់ល្អហើយមានជីវចម្រុះច្រើនក្រោយផ្ដោតអារម្មណ៍សំណាងរបស់ខ្ញុំក៏មកដល់វយទីបំផុតខ្ញុំចាក់បានត្រីមួយហើយនេះជាជ័យជំនះដ៏ផ្អែមល្ហែមក្រោយដាក់ត្រីលើទូកខ្ញុំចុះទឹកវិញដោយក្តីសង្ឃឹមហើយមិនយូរប៉ុន្មានខ្ញុំបានរកឃើញគោលដៅទី2អូយេបានត្រីមួយទៀតហើយឯមិត្តភ័ក្ដិអ្នកភូមិខ្ញុំវិញចាក់បានត្រីឡើងច្រើនថែមទាំងបានត្រីធំទៀតផងតែខ្ញុំក៏រីកចម្រើនលឿនដែលថែមទាំងចាប់បានក្តាមនេះទៀតតែគោលបំណងធំរបស់យើងគឺរកបង្កងដល់ពេលបដូរពីអាហារសម្រន់ទៅរកមុខម្ហូបចម្បងហើយខ្ញុំចាប់ផ្ដើមមួយជ្រោកតាមថ្មដែលបង្កងចូលចិត្តពួនពេលឃើញអង្គតែនវាយចេញពីធុងខ្ញុំដឹងថាត្រូវតែចាប់វាខ្ញុំចាក់ត្រូវវាភ្លាមតែវានៅតែប្រឹងរមួលខ្លួនខ្លាំងវាមិនព្រមចេញពីក្នុងរន្ធនេះឡើយ
តែពេលខ្ញុំលូកទៅដល់ខ្ញុំក៏ចាប់វាបានសម្រាប់អាហារពេលល្ងាចបង្កងមែនទេស្គាល់ច្បាស់ណាស់បង្កងនេះស្អាតណាស់មើលពណ៌វាចុះលុយមែនទែននេះជាដៃគូនេសាទរបស់ខ្ញុំគាត់ពិតជាអស្ចារ្យណាស់ក្រោយនេសាទបានត្រីពេញទូកពួកគេក៏ជូនខ្ញុំមកកោះវិញនេះជាពេលវេលាដ៏រំភើបដែលខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាព្រោះក្រោយញ៉ាំតែដង4ថ្ងៃទីបំផុតយើងបានអាហារឆ្ងាញ់ហើយសូមស្វាគមន៍មកកាន់ពិធីជប់លៀងគ្រឿងសមុទ្ររបស់ប្រធានក្រុងយប់នេះយើងធ្វើម្ហូបពីអ្វីដែលខ្ញុំរកបានមានដូចជាត្រីខ្មៅត្រីក្រហមដូកក្តាមនិងបង្កងខ្ញុំយកត្រីមកដោតឈើអាំងលើភ្លើងហើយខ្ចប់ក្តាមនិងបង្កងក្នុងស្លឹកឈើយើងអាំងវារហូតដល់ឆ្អិនស្រួយល្អអូហូមើលត្រីអាំងនេះចុះគួរឲ្យចង់ញ៉ាំណាស់និយាយមិនត្រូវរឿងទេព្រោះតែឃ្លានពេកតោះញ៉ាំអូព្រះអើយនេះជាអាហារដែលឆ្ងាញ់បំផុតក្នុងជីវិតខ្ញុំប្រហែលមកពីញ៉ាំតែដងមួយសប្តាហ៍ហើយតែវាឆ្ងាញ់មែនឥឡូវសាកត្រីខ្មៅម្ដងខ្ញុំគិតថាវាឆ្ងាញ់ជាងត្រីក្រហមបន្តិចមុខម្ហូបបន្ទាប់គឺក្តាមហើយក្តាមនេះថាសាន់តាព្រោះវាមាននឹងគៀបធំនិយាយលេងសើចទេណាអូហូមើលសាច់ក្តាមដ៏ណែននេះចុះចុងក្រោយបង្អស់គឺមុខម្ហូបចម្បងបង្កងមើលសាច់នៅកន្ទុយបង្កងចុះច្រើនណាស់ព្រះអើយខ្ញុំមានអារម្មណ៍ថាមានកម្លាំងឡើងវិញហើយអ្នកប្រហែលជាអាចដឹងតាមរយៈធម្មពលរបស់ខ្ញុំក្នុងវីដេអូនេះបើញ៉ាំនៅហាងប្រហែលអស់ជិត$50ហើយឆ្ងាញ់ណាស់នេះជាយប់ចុងក្រោយរបស់ខ្ញុំនៅលើកោះនេះហើយខ្ញុំគួរតែនិយាយរៀបរាប់ពីរបៀបដែលកោះនេះផ្លាស់ប្ដូរខ្ញុំនិងការដឹងគុណចំពោះជីវិតតែខ្ញុំហត់ពេកហើយគេងសិនខ្ញុំគិតថាចុះបើគ្មានអ្នកមកទទួលខ្ញុំវិញចុះបើខ្ញុំត្រូវជាប់នៅទីនេះតែខ្ញុំនឹកឃើញថាចិត្តដល់ពេលបង់ពន្ធហើយបើគ្មានអ្នកមកជួយភ្នាក់ងារពន្ធដារច្បាស់ជាមកតាមរកខ្ញុំនេះជាវិធីរស់រានមានជីវិតដ៏ល្អមួយមានខ្យល់បក់ត្រជាក់និងជួយដេញមូសយប់នេះប្រហែលជាគេងលក់ស្រួលរាត្រីសួស្ដីគេងលក់ស្រួលកុំឲ្យក្តាមខំណាអរុនសួស្ដីមកដល់ហើយខ្ញុំមិនខ្វល់ពីរឿងមន់រមៀលទៀតទេព្រោះថ្ងៃនេះជាថ្ងៃទី5ដែលខ្ញុំត្រូវចាក់ចេញយប់មិញមានខ្យល់ព្យុះបក់ខ្លាំងធ្វើឲ្យចម្រុកខូចខាតខ្លះខ្ញុំភ្ញាក់ផ្អើលដែលវានៅតែអាចឈរជប់បានតែមិនអីទេព្រោះយើងមិនត្រូវការចម្រុកនេះទៀតឡើយថ្ងៃនេះខ្ញុំមិនញ៉ាំអាហារពេលព្រឹកដូចរាល់ដងទេខ្ញុំនឹងរងចាំញ៉ាំអាហារផ្សេងក្រៅពីផ្លែដូងខ្ញុំចាក់ខុសជាច្រើនដងអ្នកប្រហែលជាឆ្ងល់ថាខ្ញុំមកទីនេះដោយរបៀបណាគឺតាមរយៈក្រុមហ៊ុនពួកគេស្វែងរកកោះដាច់ស្រយាលបំផុតនៅលើផែនដីហើយរៀបចំការធ្វើដំណើរច្បាប់អនុញ្ញាតនិងទូរស័ព្ទប្រណប់សម្រាប់អាសន្នអរគុណដល់ខ្ញុំចង់ធ្វើវីដេអូនេះ2ឆ្នាំហើយទីបំផុតបានសម្រេចទីបំផុតដល់ពេលត្រូវត្រឡប់ទៅវិញហើយនោះទុកមកទទួលខ្ញុំហើយក្រោយឆ្លងកាត់ការរស់នៅម្នាក់ឯង5ថ្ងៃទីបំផុតខ្ញុំបានត្រឡប់ទៅផ្ទះវិញហើយបទពិសោធន៍នេះពិតជាលំបាកតែវាធ្វើឲ្យខ្ញុំរឹងមាំជាងមុនខ្ញុំត្រឡប់ទៅវិញហើយអរគុណសម្រាប់ការតាម